បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនថាពាក្យវន្តាបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាពាក្យវន្តាពណ៌ខ្មៅនោះទំនីតិនៅក្នុងសុបិនដូចនេះថាពុកម៉ែបងប្អូននឹងទទួលបានគ្រោះឬការខកបំណងក្នុងរឿងផ្សេងបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាពាក្យបន្តាពណ៌ខ្មៅគឺមានអត្ថន័យថាទទួលបានគ្រោះឬក៏ខកបំណងក្នុងរឿងផ្សេងប៉ុន្តែប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាពាក្យវន្តាពណ៌សឬក៏កញ្ចក់ពណ៌សវិញនោះគឺមានអត្ថន័យថានឹងទទួលដំណឹងល្អពីផ្លូវឆ្ងាយទៅវិញបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាពាក្យវន្តាកញ្ចក់ពណ៌សគឺមានអត្ថន័យគឺទទួលដំណឹងល្អពីផ្លូវឆ្ងាយចំណែកលេខសំណាងសម្រាប់អ្នកសុបិនវិញនោះគឺលេខ80លេខ98លេខ280លេខ288និងលេខ824បាទតើតើនៅពុកម៉ែបងប្អូនសុបិនថាពាក្យវន្តាពណ៌ខ្មៅឬក៏វន្តាពណ៌សនោះគឺមានអត្ថន័យដោយការបកស្រាយខាងលើជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្ដាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាបាទសូមអរគុណ